អំណាចកំពុងខ្ពស់ប្រមាថជន់ឈ្លីអ្នកដទៃមិនមែនទេមកពីមនុស្សតូចទាបអស់នោះមានចេតនាបង្ករឿងជាមួយខ្ញុំទី3លុបលុនជន់អ្នកដទៃសម្រាប់ជីវិតគេគួរតែពិន័យទី4មោហៈមិនបែងចែកខុសត្រូវមិនរកយុត្តិធម៌គួរពិន័យទោសកំហុសគ្រប់យ៉ាងរបស់គ្រួសារលាវខ្ញុំប្រាសញ្ញាក្រហមរងចាំទេវតាកាត់ទោសថ្ងៃនេះគ្រួសារលាវត្រូវតែរលាយគ្រួសារលាវមិនអាចរលាយទេគ្រួសារលាវមិនអាចរលាយទេលោកម្ចាស់អ៊ីលោកមកដល់ហើយខ្ញុំមកយឺតបន្តិចធ្វើឲ្យអ្នកទាំងពីរលំបាកលោកម្ចាស់អ៊ីមនុស្សចង្រៃនេះអុកលុកពិធីចម្រើនអាយុគ្រួសារលាវយកស្លាកមុខភ្នំមកធ្វើជាចំនួនថែមទាំងនិយាយថាកាត់ក្តីគ្រួសារខ្ញុំលោកម្ចាស់ត្រូវតែរកយុត្តិធម៌ឲ្យគ្រួសារលាវអ្នកទាំងអស់គ្នាកុំបារម្ភមានអ៊ីសាំងយើខ្ញុំហើយនៅរាជធានីគ្មាននរណាហ៊ានប៉ះពាល់គ្រួសារលាវទេអ៊ីសាំងយើលោកជាម្ចាស់សំណាក់ធានមិនឬមួយជាឆ្កែបម្រើគ្រួសារលាវម្ចាស់សំណាក់ធានមិនតែយ៉ាងម៉េចគ្រួសារលាវបានភ្ជាប់ពាក្យជាមួយអ្នកកាន់បញ្ជីក្រាំងមាសអ្នកកាន់ក្រាំងមាសទាំង4ថ្ងៃនេះនឹងចុះពីភ្នំអ្នកនាងធំគ្រួសារលាវត្រូវរៀបការជាមួយអ្នកកាន់បញ្ជីក្រាំងមាសជាប់ឈ្មោះក្នុងបញ្ជីដល់ពេលនោះគ្រួសារលាវកាន់តែរុងរឿងបើអាចធ្វើជាឆ្កែយាមផ្ទះគ្រួសារលាវក៏ជារឿងសំណាងក្នុងជីវិតចំណែកឯងហ៊ាននិយាយថាចង់កំទេចគ្រួសារលាវតើឯងមានសិទ្ធិអីអ្នកកាន់ក្រាំងមាសបើស្គាល់ពីសន្តានរបស់គ្រួសារលាវតើគេអាចយកអ្នកនាងធំគ្រួសារលាវទៀតទេដូច្នេះកាន់តែមិនអាចឲ្យឯងរស់ចាក់ចេញពីទីនេះម្ចាស់សំណាក់ម្នាក់នេះចេះក្បាច់គុណខ្លះប្រញាប់ហៅអ្នកខ្លាំងប៉ធានមិនមកចាប់ខ្លួនវាទៅបាទកូនចៅប៉ធានមិនលោកអាចបញ្ជាកូនចៅប៉ធានមិនបានគិតថាខ្ញុំបញ្ជាមិនបានទេកូនចៅប៉ធានមិនគេអាចបញ្ជាកូនចៅប៉ធានមិនបានដែរឯងជាអ្នកណាថាទៅមើលខ្ញុំជាអ្នកណាស្លាកបញ្ជាធានមិនជាមេប៉ធានមិនអាចទេលោកជង្គង់ស្លាកប៉ធានមិនអាចបញ្ជាកូនចៅប៉ទាំងអស់ឥឡូវជឿហើយឬនៅខ្ញុំមិនជឿទេទាំងអស់នេះជាវិជាធ្មប់របស់ឯងមិនអាចបញ្ជាក់ថាស្លាកបញ្ជាពិតឬคล้ายខ្ញុំចូលប៉ធានមិនរាប់សិបឆ្នាំហើយមនុស្សក្នុងប៉ធានមិនស្គាល់ខ្ញុំសឹងតែគ្រប់គ្នាប៉ុន្តែពួកគេទាំងនេះខ្ញុំមិនស្គាល់សូម្បីតែម្នាក់ម្ចាស់សំណាក់លោកចង់បានន័យថាពួកគេទាំងនេះคล้ายទេសូម្បីគេក៏คล้ายហ៊ាននិយាយថាកាត់ក្តីគ្រួសារយើងឥឡូវសូម្បីស្លាកបញ្ជាឯងក៏คล้ายឯងចង់កាត់ក្តីដល់របៀបណាស្មានថាជានាគឆ្លងសមុទ្រមិននឹកស្មានថាគ្រាន់តែជាកំពើបង្កងទុនខ្សោយលោកតាសាំងលៀងមិនមែនមនុស្សបន្លំទេទាំងអស់គ្នាល្មមភ្ញាក់រលឹកហើយពុំនោះទេគ្រួសារលាវពិតជាចាប់មិនខានឯងទេមិនព្រមភ្ញាក់រលឹកឯងរួមដៃជាមួយអ្នកក្រៅមកសម្ដែងចង់ប្តូរគ្រួសារលាវយើងដើម្បីឯងបានសិទ្ធិអំណាចចំជាពឹសពលមែនគួរតែសម្លាប់ចោលថាខ្ញុំល្ងងក៏បានឈួតក៏បានតែអ្នកទាំងអស់គ្នាដឹងទេថាគេជាអ្នកណាគេជាគំនិតមនុស្សម្នាក់បីដូចជាភ្នំបើពួកគេមិនជឿនាងនិយាយស្អីក៏អត់ប្រយោជន៍ដែរប៉ុន្តែមានវិធីងាយស្រួលយល់ជាងនេះទៅទៀតហើយឈិនហ្វាងជឺមកជួបខ្ញុំភ្លាមបាក់ធានមិនក្នុងចំណោមអ្នកការពារទាំង36មានឈិនហ្វាងជឺម្នាក់ដែរដឹងថាខ្លួនឯងកំពុងនិយាយពីអ្វីទេទោះបីយើងជួបបុកគេក៏ត្រូវតែអោនក្បាលគ្រប់គេដែរឯងហ៊ានបញ្ជាហៅឲ្យគេមកជួបឯងមិនខុសទេខ្ញុំចង់ឲ្យគេមកជួបខ្ញុំភ្លាមឯងបន្លំស្លាប់បញ្ជាមានទោសត្រូវស្លាប់ឥឡូវឯងហ៊ានប្រមាថអ្នកការពារប៉ធានមិនចង់ស្លាប់តែពូជមែនទេមិនលឺខ្ញុំនិយាយអ្វីទេហៅឈិនហ្វាងជឺមកទីនេះភ្លាមបាទសំដែងល្ខោនដល់កម្រិតនេះពិតជាធ្វើឲ្យភ្ញាក់ផ្អើលមែនមិនខ្វល់ថាឯងសំដែងឬអត់ឆាប់ប្រគល់បញ្ជានៅក្នុងដៃរបស់ឯងមកឲ្យយើងភ្លាមប្រហែលជាយើងអាចទុកផ្លូវរស់ឲ្យឯងខ្លះឲ្យមិនបានក្នុងបញ្ជីនេះមានកត់ត្រាទោសកំហុសរាប់សិបឆ្នាំរបស់គ្រួសារលាវមិនអាចឲ្យបាត់សំបីតែមួយទំព័រចំជាមិនស្គាល់ងាប់មែនកូនចៅប៉ធានមិនប្រញាប់ឡើងទៅចាប់អាចង្រៃនេះទៅចិញ្ច្រាំឲ្យម៉ត់បាទពួកឯងចង់ស្លាប់មែនទេឆាប់ថយចេញទៅឆាប់ថយចេញភ្លាមលោកម្ចាស់ឈិនលោកម្ចាស់ចង់ធ្វើស្អីនឹង
លោកម្ចាស់ឈិនដូចជាខឹងខ្លាំងណាស់ប្រកាសជាមានអ្នកណាបន្លំស្លាប់បញ្ជាមេប៉ាក់ហើយលោកម្ចាស់គឺម្នាក់នោះចូលមកអុកឡុកគ្រួសារលាវបន្លំស្លាប់បញ្ជាមេប៉ាក់ធានមិនបន្លំខ្លួនជាមេប៉ាក់ធានមិនគេបិទមាត់ឈិនហ្វាងជឺសូមគោរពលោកមេប៉ាក់ក្រោកឡើងមកឈិនហ្វាងជឺមនុស្សគ្រួសារលាវទាំងអស់នេះមិនជឿឋានៈរបស់ខ្ញុំសង្ស័យលើខ្ញុំកាត់ក្តីពួកគេដោយប្រើអំណាចចង់សម្លាប់ឲ្យខ្ញុំខ្លាយទៅជាផេះទម្លាក់ចូលសមុទ្រលោកចង់ស្លាប់ជាមួយគេទេខ្ញុំមិនហ៊ានទេលោកម្ចាស់ឈិនលោកច្រឡំមនុស្សហើយវាគ្រាន់តែជាមនុស្សតូចទាបប៉ុណ្ណោះមិនបានខ្លាយជាមេប៉ាក់ធានមិនមេប៉ាក់ធានមិនមានអំណាចប៉ុណ្ណាគ្រប់គ្រងធានមិនដឹកនាំចក្រវាឡមិនមែនត្រឹមមនុស្សតូចទាបអាចប្រៀបបានឡើយលោកម្ចាស់លោកងើបមុខឡើងមើលគេម្ដងទៀតចង់និយាយថាខ្ញុំមានភ្នែកមិនស្គាល់មនុស្សនិយាយថាលោកម្ចាស់ឋានៈតូចទាបគ្រាន់តែជាសម្រាមគ្រួសារលាវអាចយកដៃបាំងមេឃអាចធ្វើអ្វីបានតាមចិត្តបែនទេបើកភ្នែកមើលឲ្យច្បាស់ទៅពួកឯងកំពុងប្រមាថលោកមេប៉ាក់ធានមិនហើយមិនអាចទេរឿងអីគេជាមេប៉ាក់ធានមិនលាវយូយៀននាងជាកូនឥតខាន់ស្លាត្រូវយើងជន់ជាប់ដីតាំងពីតូចឥឡូវមិនក៏តោងមេប៉ាក់ធានមិននាងជាស្រីថោកទាបគួររៀបការជាមួយអ្នកក្រទៅត្រូវនាងស្រីចង្រៃហ៊ានផ្ទះកំភ្លៀងយើងមែនខ្ញុំកូនឥតខាន់ស្លាជាកំហុសខ្ញុំមែនទេម្ដាយខ្ញុំស្លាប់ចោលបាត់ច្រើនឆ្នាំមកនេះផ្ញើខ្លួនតាមរបងគ្រួសារលាវខ្ញុំតែងយកចិត្តនាងគ្រប់ពេលព្រោះចង់ឲ្យមានថ្ងៃមួយអ្នកទាំងអស់គ្នាចាត់ទុកខ្ញុំជាគ្រួសារតែមួយប៉ុន្តែអ្នកផ្ទះនេះទុកខ្ញុំត្រឹមជាស្មៅប៉ុណ្ណោះជាពិសេសគឺឯងតាំងពីដើមមកឯងតែទទួលបានអ្វីដែលល្អជាងដណ្ដើមគ្រប់យ៉ាងពីខ្ញុំទៅតែម្ដងនេះខ្ញុំមិនឲ្យឯងទៀតឡើយសុភមង្គលខ្ញុំត្រូវនៅក្នុងដៃខ្ញុំខ្លួនឯងឯងពិតជាយល់ថាបានតោងត្រឹមមេប៉ាក់ធានមិនប៉ុណ្ណឹងអាចសង្កត់ក្បាលខ្ញុំបានណាខ្ញុំត្រូវរៀបការជាមួយអ្នកកាន់បញ្ជីក្រាំងមាសដឹងថាអ្វីជាអ្នកកាន់បញ្ជីក្រាំងមាសទេដៃកាន់ក្រាំងមាសមានន័យស្មើច្បាប់ទេវតាអំណាចនិងឋានៈគេត្រូវខ្ពស់ជាងមេប៉ាក់ធានមិនដែលឈរក្បែរឯងមិនដឹងជាប្រមាណដងខ្ញុំប្រាប់ឯងចុះខ្ញុំនៅតែអាចសង្កត់ក្បាលឯងដដែលមិនខុសទេត្រឹមតែជាមេប៉ាក់ធានមិនមានស្អីអស្ចារ្យទៅមិនអាចធ្វើអ្វីគ្រួសារលាវយើងបានទេចាំដល់ពេលអ្នកកាន់ក្រាំងនេះបង្ហាញខ្លួននៅជីងឆឹងនគរនេះនៅតែជារបស់គ្រួសារលាវយើងឯងស្អី